នេះគឺជារឿងពិតដ៏ខ្លោចផ្សារបស់កុមារីអាយុ10ឆ្នាំម្នាក់ដែលជួបរឿងអកុសលប៉ះពាល់ដល់អនាគតរបស់គាត់តើបងប្អូនមានអារម្មណ៍បែបណាបើមនុស្សដែលយើងធ្លាប់គិតថាជាខែលការពារដ៏មានសុវត្ថិភាពបំផុតបែរក្លាយទៅជាអ្នកបំផ្លាញជីវិតយើងទៅវិញកាលពីតូចកុមារីរូបនេះធ្លាប់ត្រូវបានមិត្តភ័ក្តិរបស់ឪពុកប៉ុនប៉ងធ្វើបាបកាលនោះឪពុករបស់គាត់ខឹងសម្បាសឹងតែទៅសម្លាប់គេហើយការពារគាត់បានយ៉ាងល្អធ្វើឲ្យកុមារីតូចកក់ក្ដៅក្នុងចិត្តគិតថាមានឪពុកគឺមានសុវត្ថិភាពតែពេលប្អូនអាយុ10ឆ្នាំប្អូនបែរជាត្រូវឡើងតុលាការប្រឈមមុខជាមួយនឹងលោកឪពុកព្រោះតែសោកនាដកម្មមួយបានកើតឡើងគឺឪពុកបង្កើតខ្លួនឯងជាអ្នកប្រព្រឹត្តសកម្មភាពទុច្ចរិតដោយការរំលោភបំពានមកលើខ្លួនវាគឺជាការឈឺចាប់ទ្វេដងទាំងផ្លូវកាយនិងផ្លូវចិត្តព្រោះត្រូវបានក្បត់ទំនុកចិត្តពីមនុស្សដែលខ្លួនស្រឡាញ់បំផុតនៅក្នុងភាពងងឹតសំណាងល្អដែលនាងទទួលបានពីការសង្គ្រោះហ្នឹងគឺការការពារផ្នែកច្បាប់ពីក្រមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោនិងលោកស្រីមុំសមាលីដើម្បីតស៊ូទាមទារយុត្តិធម៌នៅលើសាវៀនតុលាការតើពេលណាទៅអំពើរំលោភបំពានទាំងអស់ហ្នឹងមានច្បាប់ដែលអាចកាត់ទោសជនល្មើសឲ្យស័ក្តិសមបំផុត